ស្ដីមកគ្នាឥឡូវផ្សាយម៉ូតូហើយដើរលើកនេះមកបានវ៉ែនតាខ្មៅម្ដងដោយសារតែយប់មិញទាញរៀបចំហើយរៀបចំហើយយកវ៉ែនតាមកមើលវ៉ែនតាដែលខ្ញុំពាក់ដងការពារ UV សកត់មានអីសកត់ពីលើទៅបែកកញ្ចក់មិនបែកអញ្ចឹងដល់របូតខ្សែរបូតកញ្ចក់អញ្ចឹងហើយបានយកមកក៏ទាញវ៉ែនតាខ្មៅមកម្ដងហ្នឹងណាមួយដោយសារតែយើងមកសមុទ្រអញ្ចឹងដូរបរិយាកាសម្ដងអីចឹងណាហើយឥឡូវចង់ explore តទៅជាមួយនឹងការដើរមើលអីនៅក្នុងនេះម្ដងព្រោះជាធម្មតាខ្ញុំច្រើនតែជិះម៉ូតូដើរមើលដល់អីចឹងទៅអញ្ចឹងពេលខ្លះយើងគាត់តែឈប់បានថតបានអញ្ចឹងកន្លែងខ្លះយើងពិបាកក្នុងការឈប់ដោយសារតែអញស្ទះផ្លូវឬក៏នៅតាមផ្លូវអីចឹងណាអញ្ចឹងលើកនេះផ្សាយម៉ូតូដោយសារតែឥឡូវគឺកន្លែងផ្សារកែបគឺគេមានរៀបចំមានកន្លែងផ្សាយម៉ូតូមានអីហើយដូចគ្នាដែរអញ្ចឹងយើងដាក់ម៉ូតូទៅហើយដើរនៅក្បែរនឹងអញ្ចឹងទៅឬក៏ឆ្ងាយយើងនេះតាមនេះទៅទៀតហើយឥឡូវគឺកំពុងតែដើរទៅresort មួយកន្លែងនៅចិត្តនៅក្បែរមាត់ឆ្នេរចាំទៅដល់ហ្នឹងខ្ញុំប្រាប់ថា resort ហ្នឹងឈ្មោះអីគេតែខ្ញុំខានមកជិត10ឆ្នាំទោះបីជីកាត់ក៏ដែរចូលតែលើកនេះចង់ចូលដោយសារតែមិនចង់ចូលគេទេក៏ចូលញ៉ាំកាហ្វេឬក៏ថតរូបអីប៉ុណ្ណឹងចឹងទៅចឹងអានេះគឺផ្លូវដើរទៅA few moments later. អូខេបងជួបទាំងអស់គ្នាលើកនេះអញនិយាយថាខ្ញុំចាញ់បោកអ្នក review ម្ដងទៀតហើយទោះបីជាខ្លួនឯងនៅក្នុងវិស័យហ្នឹងដូចគ្នាប៉ុន្តែពេលខ្លះយើងក៏នៅតែឆ្លៀតចាញ់បោកគេក៏ថាបានចឹងណាដោយសារតែមិញហ្នឹងគឺដែលខ្ញុំនិយាយគឺខ្ញុំសំដៅទៅកន្លែង resort មួយកន្លែង bungalow ថ្ងៃបាំងឆាត់នៅកែបណាគេក៏ស្គាល់ដែរហើយដោយសារតែខ្ញុំឃើញ review ថាដោយសារតែពីមុនគឺខ្ញុំមកជាបែបស្នាក់នៅអញ្ចឹងគឺយើងអាចនៅក្នុងនឹងបានអីបានเนาะដល់ពេលមួយរយៈក្រោយនេះខ្ញុំឃើញមានអ្នកដែលមក review កន្លែងហ្នឹងគឺមក review កន្លែងហ្នឹងថាអូខេអាចអ្នក visitor អាចចូលបានចូលគ្រាន់តែញ៉ាំប្រាប់គេថាយើងចូលមកញ៉ាំភេសជ្ជៈញ៉ាំកាហ្វេឬក៏ញ៉ាំអីហើយថតរូបនៅក្នុងនឹងបានអីបានអញ្ចឹងណាដែលអត់ចាំបាច់ស្នាក់នៅតែជាក់ស្ដែងដោយសារតែមិញគឺខ្ញុំជួបជាមួយនឹងខាង resort គេគឺគាត់ប្រាប់ថាគាត់ជាប្រភេទ private villa ហើយគាត់អត់ទទួលភ្ញៀវពីខាងក្រៅចូលមកទេបើសិនជាអត់ស្នាក់នៅគឺតើតែអ្នកដែលស្នាក់នៅក្នុងហ្នឹងគឺទៅអាចថតរូបឬក៏នៅក្នុងនឹងបានអញ្ចឹងសម្រាប់ភ្ញៀវដែលគាត់គ្រាន់តែចូលមកញ៉ាំអីហើយថតរូបអីនៅក្នុងនឹងលេងនៅក្នុងនឹងដែលអត់ស្នាក់គឺគាត់អត់ទទួលទេអញ្ចឹងអានេះជាចំណុចមួយដែលខ្ញុំចង់ផ្ដាំផ្ញើទៅដល់អ្នក review អាចថាមួយចំនួនក៏ថាបានមិនទាំងអស់ទេក្នុងនាមយើងជាអ្នក review គឺយើងតែងតែចង់ឲ្យ audience របស់យើងគាត់ទទួលមើលអ្វីដែលយើងផ្សព្វផ្សាយទៅឲ្យពួកគាត់ចាប់អារម្មណ៍ឲ្យពួកគាត់ចូលចិត្តឲ្យពួកគាត់មកតាមអ្វីដែលយើងបានណែនាំទៅគាត់អញ្ចឹងខ្ញុំជាក្នុងនាមខ្ញុំក៏ជាអ្នកផលិតមាតិកាមួយដូចគ្នាដែរអញ្ចឹងខ្ញុំចង់ឲ្យពួកគាត់ព្យាយាមបង្ហាញមួយក៏បង្កើតអ្វីដែលភាពស្មោះត្រង់បង្កើតអ្វីដែលល្អទៅដល់អ្នកមើលរបស់ពួកគាត់ឬក៏អ្នកមើលផ្សេងទៀតជាក់ស្ដែងដូចជាការ review ទៅលើកន្លែងកំសាន្តនានាមហូបអាហារក៏អីផ្សេងអញ្ចឹងទៅព្យាយាមបង្ហាញនៅភាពពិតភាពស្មោះត្រង់ទៅឲ្យគេអ្នកមើលនឹងអញ្ចឹងទៅកុំព្យាយាមដើម្បីតែទទួលបាន audience ជាបាន view ហើយប្រើពាក្យពេចន៍ជាមួយក៏អីដែលមិនស្មោះត្រង់ដូចជាស្នេហ៍ដែលខ្ញុំលើកឡើងមុននឹងអញ្ចឹងព្រោះអានេះបើតាមទូទៅគឺដោយសារតែពីមុនគឺខ្ញុំ
ដឹងហើយថាគឺគេអត់អនុញ្ញាតឲ្យភ្ញៀវខាងក្រៅចូលទេតែខ្ញុំឃើញគេ review បែបហ្នឹងអញ្ចឹងជាមធ្វើអីដែលស្មោះត្រង់សម្រាប់ audience ណាដើម្បីវិស័យទេសចររបស់យើងទាំងអស់គ្នានៅក្នុងស្រុកខ្មែរនេះដែរអូខេអញ្ចឹងចាំជួបគ្នានៅកន្លែងបន្តទៀតខ្ញុំទៅកន្លែងផ្សេងទៀតវិញតែសារតែតែចេញមកខាងក្រៅហើយឯងបាយ